ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណាតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការរៀនបំពន់ដើម្បីប្រឡងយកពិន្ទុបន្ថែមសម្រាប់អ្នកបើកបរដែលបានបើកបរត្រូវបានដកពិន្ទុអស់មួយចំនួននិងការរៀនបំពន់ដើម្បីប្រឡងយកបានបើកបរជាថ្មីឡើងវិញសម្រាប់អ្នកបើកបរដែលបានបើកបរអស់ពិន្ទុឬពិន្ទុ0សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថាបន្ទាប់ពីបានដាក់ឲ្យអនុវត្តវិធីដកពិន្ទុបានបើកបរនិងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានសង្កេតឃើញថាមានបានបើកបរមួយចំនួនត្រូវបានដកពិន្ទុនិងមួយចំនួនទៀតបានអស់ពិន្ទុក្នុងន័យនេះដើម្បីជួយសម្រួលដល់សាធារណជនដែលមានបំណងរៀនបំពន់ដើម្បីប្រឡងយកពិន្ទុបន្ថែមនិងរៀនបំពន់ដើម្បីប្រឡងយកបានបើកបរឡើងវិញសាធារណជនអាចមកដាក់ពាក្យស្នើសុំរៀនបំពន់នៅតាមទីតាំងមណ្ឌលផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនមានដូចខាងក្រោម 1. មណ្ឌលផ្ដល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន 2. មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ 3. ផ្សារទំនើប Eon Mall ភ្នំពេញ Eon 1 4. ផ្សារទំនើប Eon Mall សែនសុខ Eon 2 5. ផ្សារទំនើប Eon Mall មានជ័យ Eon 3 និង 6. ផ្សារទំនើប Olympia ព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ